แนวគ្នាថ្ងៃហ្នឹងគឺយើងមកយល់ដឹងអំពី skill របស់ Amon និងរបៀប sell ឈាមរបស់គាត់ធ្វើមិនឲ្យលេងដល់ late game មូលហេតុដែលអ្នកគ្នាលេង Commander Amon នៅដល់ late game ខ្ញុំជឿថាមកពីបញ្ហាពីរយ៉ាងទី1អ្នកគ្នាដឹងថាត្រូវយក synergy ណាដើម្បី carry early game ហេតុផលទី2យើងអត់ចាប់អារម្មណ៍ថា Commander Amon គឺជា Commander strategy ដល់អញ្ចឹងយើងវាអត់មាន power អញ្ចឹងនិយាយថាវាអត់មានកម្លាំងណាដែលអាចជួយជំរុញឲ្យ hero នៅក្នុង board យើងខ្លាំងជាងមុនទេតែមុនពេលដែលខ្ញុំនិយាយអំពីរបៀបលេង synergy ដែលយើងត្រូវលេងខ្ញុំចង់និយាយអំពី skill របស់វាជាមុនសិនព្រោះគ្នាយើងមួយចំនួនក៏អត់ចេះលេងទេ skill របស់ Commander Amon គឺស្រួលយល់ខ្លាំងមែនទែនយើងនឹងទទួលបាន mirror device ចំនួន1នៅពេលដែល start game ហើយយើងអាចទទួលបាន mirror device ចំនួន2ទៀតសរុបយើងអាចទទួលបាន3ក៏ប៉ុន្តែ mirror device ចំនួន2ខាងក្រោយយើងត្រូវទៅ complete ចំនួន shot របស់វាដោយ mirror device មួយត្រូវការឲ្យយើង complete 7 shot អញ្ចឹងយើងត្រូវ complete ចំនួន14 shot ដើម្បីទទួលបាន mirror device 2ហើយសួរថាចំនួន shot នីមួយៗយើងបានមកពីណានិយាយហុំទៅចំនួន shot នីមួយៗយើងបានមកដោយសារតែយើង up hero ឡើងផ្កាយ2នៅពេលដែល hero យើងឡើងផ្កាយ2មានន័យថាយើងទទួលបានមួយ shot អញ្ចឹងយើងត្រូវ up hero ឡើងផ្កាយ2ចំនួន7ដងដើម្បីទទួលបាន mirror device 1អញ្ចឹងយើងត្រូវ up 14ដងដើម្បីទទួលបាន mirror device 2និយាយទៅ passive skill Amon ផ្កាយ2កាន់តែស្រួលយល់ទៀតយើងនឹងទទួលបាន12 goal រៀងរាល់ពេលដែលយើង complete បាន7 shot និងទទួលបាន mirror device ចំនួន1អញ្ចឹង mirror device ចំនួន2ហ្នឹងយើងអាចហូបអត់24 goalហើយការទាំង3នេះគឺជាការដែលខ្ញុំ recommend ឲ្យលេងជាមួយ Commander Amon ដូចជាកាត Moscow យើងផ្ដោតសំខាន់ទៅលើ hero 5 goal ដែលវាឲ្យយើងចុងក្រោយបើ hero នោះចេញមកបែបណាយើងលេង synergy ហ្នឹងទៅវាអត់ខុសទេការលេងក៏ដូចគ្នាពេលដែល hero 4កាក់ណាដែលចេញមកយើងលេង hero ហ្នឹងទៅ synergy ហ្នឹងទៅដើម្បី carry early game កុំឲ្យអស់ឈាមច្រើនតាមពិតទៅកាត Amon ខ្ញុំមិនចង់ recommend ឲ្យលេងទេតែធម្មតាគេយកលេងហើយអ្នកដែលយកកាត Amon ពេលច្រើនសុទ្ធតែអ្នកបុកចង់បាន mirror device ទី3ឲ្យបានលឿនតែសម្រាប់ខ្ញុំគិតថា mirror device 2គ្រប់គ្រាន់ហើយ mirror device ទី3តាមតំណើរទៅដល់ late game គង់បាននឹងសំខាន់យើងចាយ mirror device 2 up hero 5កាក់ឡើងកាយ2ដើម្បី carry early ទៅសម័យថាយល់ពី skill របស់ Amon ណាឥឡូវនេះយើងមកយល់ពី synergy ដែលអាច carry Amon នៅ early game វិញសម្រាប់ synergy ទី1យើងផ្ដោតសំខាន់ទៅលើMinotaur ហើយនឹង Idora ធ្វើម៉េចក៏ដោយបុក hero 2ហ្នឹងឲ្យឡើងផ្កាយ3ឬក៏ថាផ្កាយ2ចិត្តផ្កាយ3មុនពេល Commander Amon គាត់ឡើងដល់ level 6ចាប់ពី level 6ទៅយើងត្រូវលេងធម្មតាវិញហើយបើយើងក្រាញយូរពេកយើងនឹងចាញ់គេវិញសម្រាប់ synergy មួយទៀតខ្ញុំ recommend ឲ្យលេងកូនក្បិតជាមួយ Amber Lord ផ្ដោតសំខាន់ទៅលើ Hanzo ហើយនឹង Sicilian ព្រោះថាដូចយើងដឹងហើយ synergy Amber Lord កាន់តែងាប់កាន់តែខ្លាំងអញ្ចឹងហើយវាអាច carry យើងបានយូរហើយ Sicilian ផ្កាយ3ក៏មើលងាយ hero មកកាក់ Sicilian ផ្កាយ3ពេលដែលងាប់ទាំងអស់សល់តែគាត់មួយមក skill ងាប់យកមកត្រាស់ដែលខ្ញុំ recommend ចុងក្រោយគឺ ត្រាស់ Kisin ជាមួយនឹង ត្រាស់ហ្នឹងរៀងហានិភ័យបន្តិចនៅ early game ដោយសារ វាអត់មានdamage ទេ Kisin ក៏អត់សូវខ្លាំងដែរតែបើសិនជាអាចហួសដល់ពាក់កណ្ដាល game ត្រាស់ហ្នឹងនឹង carry អ្នកនរគ្នាដល់ late game យូរហ្មងធ្វើថាត្រាស់ហ្នឹងវាខ្លាំងនៅពាក់កណ្ដាល game ឡើងទៅតែនៅក្នុង early game ក៏វារៀងស្រួលដែរដោយសារតែ Diron និង Brody គាត់ជា hero ដែលខ្លាំងនៅក្នុងចំណោម hero ដែលមានតម្លៃមកកាក់អាចនឹង carry អ្នកនរគ្នាពី stage 1រហូតដល់ stage 3បានពាក់ព័ន្ធនឹង skill synergy និងរបៀបលេង Amon ខ្ញុំបានបញ្យល់អស់ហើយបើសិនអ្នកនរគ្នាអត់ច្បាស់កន្លែងណាឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូបញ្យល់ពី Commander ណាផ្សេងទៀតអាចសរសេរប្រាប់ខ្ញុំនៅក្នុង comment បានចុងក្រោយសូមជម្រាបសួរ